បាទអញ្ចឹងយើងតាំង y ពេស្មើការ x សេគុណ alpha x ដោយសារអីដោយសារតែរឹសឡាំដាអងស្មើ1បាទស្មើ1វាដូចទៅនឹង x នេះមេគុណរបស់ x នេះឃើញទេបាទមេគុណរបស់ x ហ្នឹងมันស្មើ1ដែរអញ្ចឹងមានន័យថាឡាំដាអងស្មើ1ហ្នឹងគឺវាស្មើនឹង alpha ហ្នឹងហើយហើយឡាំដាដឺស្មើ2វាអត់ស្មើ1ដែលជាមេគុណរបស់ x ហ្នឹងទេអញ្ចឹងក្នុងករណីហ្នឹងយើងត្រូវតាំង y ពេស្មើការ x សេគុណសេគុណ x គឺយើងត្រូវគុណ x ថែមមួយទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះយើងបន្តសិក្សាមេរៀនសមីការ differential ជាបន្តទៅទៀតបាទហើយយើងក៏នៅសិក្សាចំណុចទី7ដដែលទេបាទគឺយើងសិក្សាសមីការ differential linear លំដាប់ទី2បាទមេគុណថេរមិនអូម៉ូសែនបាទដែលមានរាងជាទូទៅគឺ ax សកុងបូក bx' បូក c' ស្មើពេន x ដែលពេន x ខុសពី0បាទអញ្ចឹង a នេះក៏ត្រូវខុសពី0ដូចគ្នាដែរណាបាទអញ្ចឹងនៅក្នុងវីដេអូឃ្លីបថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូននៅរបៀបរកចម្លើយពិសេស y ក្នុងករណីទី3គឺករណីដែលពេន x នេះបាទអង្គទី2នេះវាមានទម្រង់ស្មើនឹង m សេគុណ alpha x ណាថាតើក្នុងករណីដែលអង្គទី2ពេន x នេះដែលវាមានទម្រង់ m សេគុណ alpha x អញ្ចឹងថាតើយើងអាចរកចម្លើយពិសេស y ហ្នឹងបាទបានយ៉ាងដូចម្ដេចហើយមានប្រមាណករណីដែរណាបាទអញ្ចឹងនៅក្នុងវីដេអូឃ្លីបថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនឲ្យបងប្អូនចេះរកចម្លើយពិសេស y ក្នុងករណីដែលអង្គទី2ពេន x នេះមានទម្រង់បាទ m សេគុណ alpha x ណាបាទអញ្ចឹងបងប្អូនមកមើលរបៀបទី1ណាបាទរបៀបទី1បើសិនជាក្នុងករណីដែលឡាំដាអងហ្នឹងខុសពី alpha និងឡាំដាដឺខុសពី alpha មានន័យថាឡាំដាអងឡាំដាដឺដែលជាចម្លើយនៃសមីការសម្គាល់របស់យើងហ្នឹងវាអត់ស្មើនឹង alpha ទេបាទអញ្ចឹង alpha គឺកន្លែងនេះបាទមេគុណរបស់ x ខាងលើនេះបើក្នុងករណីដែលឫសទាំងពីរហ្នឹងមិនស្មើនឹង alpha ហ្នឹងទេអញ្ចឹងគេត្រូវតាំង y ដែលជាចម្លើយពិសេសនៃសមីការលំដាប់ទី2មិនអូម៉ូសែនហ្នឹងគឺស្មើនឹងការសេគុណ alpha x បាទគឺ y ហ្នឹងគឺវាមានទម្រង់ដូចបាទពេន x នឹងដែរណាបាទនេះបាទរបៀបទី2គឺក្នុងករណីដែលឫសនៃសមីការសម្គាល់ណាបាទឡាំដាអងឡាំដាដឺហ្នឹងបាទក្នុងចំណោមឫសទាំងពីរហ្នឹងមានឫសមួយស្មើ alpha ណាបាទស្មើ alpha នេះហើយឫសមួយទៀតមិនស្មើនឹង alpha ហ្នឹងទេបាទអញ្ចឹងគេត្រូវតាំង y ស្មើការ x សេគុណ alpha x បានន័យថាយើងត្រូវថែម x មួយទៀតណាបាទទៅថែម x មួយទៀតណាបងអូនត្រូវចងចាំទុកអញ្ចឹងហើយរបៀបទី3បើសិនជាឡាំដាអងឡាំដាដឺហ្នឹងវាស្មើនឹង alpha មានន័យថាឫសទាំងពីរនៃសមីការសម្គាល់ហ្នឹងស្មើនឹង alpha អញ្ចឹងយើងត្រូវតាំង y ស្មើការ x សេគុណ alpha x ណាបាទអញ្ចឹងត្រូវគុណនឹង x មួយទៀតហើយបាទទៅលើការសេគុណ alpha x ហ្នឹងណាបាទអញ្ចឹងមានតែ3របៀបនេះទេណាក្នុងការរកចម្លើយពិសេស y ក្នុងករណីដែលអង្គទី2ពេន x ហ្នឹងមានទម្រង់ជា m សេគុណ alpha x ដែល m នេះគឺជាចំនួនថេរណាបាទ m ជាចំនួនថេរហើយ នេះជា expo បាទ expo ដែលមាននីតិសន្នរបស់វាគឺមានមេគុណ alpha x ណាបាទ x នេះគឺជាអថេរទេបាទអូខេអញ្ចឹងមាន3ហ្នឹងបងប្អូនចងចាំទុកដើម្បីយើងធ្វើលំហាត់បានត្រឹមត្រូវណាបាទអញ្ចឹងបន្តទៅទៀតបងប្អូនទៅមើលរបៀបដោះស្រាយបាទអញ្ចឹងរបៀបដោះស្រាយទី1យើងត្រូវរករបៀបដោះស្រាយនេះគឺរបៀបដោះស្រាយជាទូទៅនៃសមីការ differential linear លំដាប់ទី2មេគុណថេរមិនអូម៉ូសែនណាបាទអញ្ចឹងទី1យើងត្រូវរកចម្លើយបាទ y c នៃសមីការអូម៉ូសែនណាបាទអញ្ចឹងទី2គឺយើងរកចម្លើយពិសេស y បាទនៃសមីការមិនអូម៉ូសែនបាទដែល y ជាទូទៅមានទម្រង់ដូចប៉ែន x ណាបាទហើយទី3គឺយើងរកចម្លើយយើងបានចម្លើយទូទៅនៃសមីការមិនអូម៉ូសែនហ្នឹងឯងបាទចម្លើយទូទៅរបស់វាហ្នឹងគឺអនុគម y ស្មើ y បូក y ដែល y គឺជាចម្លើយទូទៅនៃសមីការអូម៉ូសែនហើយ y នេះគឺជាចម្លើយពិសេសនៃសមីការមិនអូម៉ូសែនដែលមានទម្រង់ដូចបាទអង្គទី2ប៉ែន x នេះណាបាទមួយទៀតតាក់ទងទៅនឹងរូបមន្ត derivate ដែលយើងប្រើណានៅក្នុងមេរៀនថ្ងៃហ្នឹងបាទគឺតាក់ទងនឹង derivate expo បាទ d សេគុណ x ស្មើ សេគុណ x ណាបាទ សេគុណ x ព្រីមហ្នឹងបាទទី2 សេគុណ ax ព្រីមបាទយើង derivate វាក្នុងករណី x មានមេគុណ a បាទគឺយើងដេរមកបាន a សេគុណ alpha x ហើយនឹងទី3គឺយើងប្រើផលគុណបាទប្រើផលគុណអុយវ័យព្រីមបាទគឺស្មើអុយព្រីមវ័យបូកអុយវ័យព្រីមណាបាទអញ្ចឹងយើងមាន3ហ្នឹងបាទជាគោលហើយនឹងមានderivate ផ្សេងទៀតតែលោកគ្រូសង្ឃឹមថាបងប្អូនចេះអស់ហើយណាបាទអូខេអញ្ចឹងចំណុចបន្ទាប់យើងមកមើលលំហាត់គំរូណាដែលយើងត្រូវយកមកដោះស្រាយតាក់ទងទៅនឹងករណី
ដែលអង្គទី2 Pen x របស់យើងមានទម្រង់ m សេគុណ alpha x ណាបាទអញ្ចឹងលំហាត់ខ្ញុំបែងចែកជា2ផ្នែកបាទលំហាត់ទី1នេះបាទគឺជាលំហាត់មួយដែលមានទម្រង់ដាច់បែបនេះណាបាទអត់មានសំណួរដូចលំហាត់ទី2ទេលំហាត់ទី2នេះគេមានសំណួរកខដើម្បីឲ្យបងប្អូនដោះស្រាយអញ្ចឹងបងប្អូនដោះស្រាយទៅតាមសំណួរដែលគេសួរណាសំណួរកគេឲ្យយើងរកអីបាទសំណួរខឲ្យយើងរកអីបាទបងប្អូនរកទៅតាមសំណួរដែលគេសួរប៉ុន្តែលំហាត់ទី1នេះបាទគេអត់មានសំណួរទេអញ្ចឹងបងប្អូនទៅចេះរកណាបាទទៅចេះរកអញ្ចឹងរកយ៉ាងម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញនៅផ្នែកដំណោះស្រាយខាងក្រោមណាបាទអញ្ចឹងសូមបងប្អូនមកតាមដានទាំងអស់គ្នាណាបាទហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel របស់ខ្ញុំបងប្អូនអាច Subscribe Channel របស់ខ្ញុំបានណាហើយបងប្អូនយល់ថាវីដេអូនេះល្អទេបងប្អូនអាចចែករំលែកវីដេអូនេះទៅមិត្តភក្តិបងប្អូនឲ្យគាត់បានសិក្សាផងដែរណាបាទហើយបើសិនជាបងប្អូនចង់បានវីដេអូរបស់ខ្ញុំថ្មីមុនគេបាទបងប្អូនកុំភ្លេចចុចរូបកណ្ដឹងណាបាទអូខេអញ្ចឹងយើងមកមើលលំហាត់ទី1បាទលំហាត់ទី1របស់យើងគឺយើងដោះស្រាយសមីការ differential បាទហើយនឹងលំហាត់ទី1នៅក្នុងលំហាត់ទី1ហ្នឹងគឺបាទគឺ 3y សេកុងបូក y' ព្រីមដក 2y ស្មើ 7 សេគុណ 3x ណាបាទអញ្ចឹងទី1ដែលយើងត្រូវរកមុនគេគឺយើងត្រូវដោះស្រាយសមីការ Ohmosine សិនដើម្បីរកចម្លើយទូទៅ y សេណាបាទនៃសមីការ Ohmosine បាទជាទូទៅសមីការ Ohmosine បែបនេះបងប្អូនចេះដោះស្រាយហើយគឺយើងត្រូវសរសេរសមីការសម្គាល់របស់វាសិនណាបាទអញ្ចឹងសមីការសម្គាល់របស់វាគឺបាទ3 lambda ការ៉េបាទបូក lambda ដក2បាទស្មើ0ណាអញ្ចឹងវាคล้ายទៅជាសមីការ degree ទី2ដែលមាន lambda គឺជាបាទគឺជាអញ្ញត្តិណាបាទអញ្ចឹងសមីការនេះគឺយើងដោះស្រាយតាមករណីa ដក b បូក c បាទករណី a ដក b បូក c បាទអញ្ចឹង a ដក b បូក c អញ្ចឹង a គឺស្មើ3ណាបាទ a ស្មើ3អញ្ចឹងឯង3យើង1ណាដល់ពេលដក b ទៅជាដក1ហើយបូក c ដក2អញ្ចឹង3ដក1បូក2ស្មើ0ណាអញ្ចឹងក្នុងករណីហ្នឹងគឺយើងទាញបានឡាំដាអងគឺស្មើនឹងដក1ហើយចំណែកឡាំដាដឺគឺស្មើដក c លើ a ណាបាទហើយ c របស់យើងដក2 a យើង3អញ្ចឹងវាទៅជាស្មើ2លើ3ណាអញ្ចឹងយើងឃើញថាសមីការសម្គាល់របស់យើងមានឫស2ជាចំនួនពិតណាអញ្ចឹងចម្លើយទូទៅនៃសមីការ Ohmosine បាទវាមានទម្រង់ដូចម្ដេចណាបាទអញ្ចឹងបងប្អូនដឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតទៅលើអាល់ហ្វាអញ្ចឹងយើងមើលកន្លែងនេះស្វ័យគុណបាទ 3x មែនទេបាទស្វ័យគុណ 3x អញ្ចឹងអាល់ហ្វាគឺ3អញ្ចឹងយើងមើលឫសឡាំដាអងឡាំដាដឺតើមានឫសណាមួយស្មើនឹង3ហ្នឹងទេអត់មានទេឃើញទេបាទអត់មានទេអញ្ចឹងក្នុងករណីបែបហ្នឹងតើយើងរកចម្លើយពិសេសបាទ y បាទយើងរកតាមករណីមួយណាណាបាទតាមរបៀបមួយណាបាទគឺយើងធ្វើតាមរបៀបទី1បាទក្នុងករណីដែលឫសឡាំដាអងឡាំដាដឺមិនស្មើអាល់ហ្វាទេអញ្ចឹង y របស់យើងគឺយើងត្រូវយកដូចទម្រង់ប៉ែន x ហ្នឹងអញ្ចឹងណាបាទអត់មានគុណនឹង x ឬក៏ x ការ៉េទេណាបាទអូខេតោះអញ្ចឹងយើងបានចម្លើយទូទៅនៃសមីការអូម៉ូសែនរបស់យើងគឺមានរាង y ស្មើ a សេគុណ alpha x បូក b សេគុណ beta x ណាដែល alpha របស់យើងយកដក1ទៅហើយ beta យើងយកបាទប្រមាណបាទ2លើ3មកណាបាទអញ្ចឹងយើងបានចម្លើយទូទៅរបស់វាបាទគឺ y ស្មើ a សេគុណដក x បូក b សេគុណ2លើ 3x ណាបាទអញ្ចឹងយើងរកឃើញចម្លើយអូម៉ូសែនណានៃសមីការអូម៉ូសែនណាចម្លើយទូទៅនៃសមីការអូម៉ូសែនហ្នឹងហើយអញ្ចឹងយើងត្រូវរកចម្លើយពិសេស y បាទនៃសមីការណាអញ្ចឹងជាទូទៅ y មានទម្រង់ដូចអង្គទី2បែនអីចឹងណាបាទអញ្ចឹងខ្ញុំបានបង្ហាញពីខាងលើមិញហើយគឺយើងតាំង y ស្មើការសេគុណ 3x ដដែលទេបាទព្រោះអីព្រោះឡាំដាអងឡាំដាដឺហ្នឹងវាអត់ស្មើអាល់ហ្វា3ហ្នឹងទេណាចានេះដក1មិនស្មើ3បងប្អូនមើល2លើ3មិនស្មើ3ឃើញទេអញ្ចឹងអា3ហ្នឹងគឺមួយគុណរបស់ x ហ្នឹងហើយឡាំដាអងឡាំដាដឺដែលស្មើដក1ហើយនឹង2លើ3យើងរកឃើញនៅក្នុងចំណុចខាងលើមិនចឹងហ៎បាទអញ្ចឹងគេតាំង y ស្មើការសេគុណ 3x ចឹងហើយអញ្ចឹងបងប្អូនយល់បានទេអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងធ្វើ derivative ទី1និង derivative ទី2ណាបាទអញ្ចឹង derivative ទី1 derivative ទី2មកស្មើអីណាបាទអញ្ចឹងយើងរក derivative ទី1បាទយើងដេរការ សេគុណ 3x ណាការមេគុណយើងដេរទេយើងដេរតែ សេគុណ 3x មកបាទខ្ញុំបានប្រាប់រូបមន្តពីខាងលើមិញហើយដេរ សេគុណ x ណាបាទគឺវាស្មើ a សេគុណ x ណាអញ្ចឹង a យើងស្មើ3យើងដេរមកបាន3 សេគុណ 3x ណាអញ្ចឹងខ្ញុំយក3មកដាក់ខាងមុខការបាទហើយ derivative ទី2យើងបន្តទៀតយើង derivative ទៅលើ derivative ទី1យើងបន្តមកបាទ derivative ទៅលើ3ការ សេគុណ 3x ហ្នឹងណាបាទអញ្ចឹង3ការ សេគុណ 3x ព្រីមបាទអញ្ចឹងយើងដេរតែ សេគុណ 3x ទេ3ការនេះគឺចំនួនថេរយើងអត់ដេរទេបាទនៅក្នុងលក្ខណៈនៃ derivative របស់យើងណាបាទអញ្ចឹងយើងដេរ សេគុណ 3x យើងបាន3 សេគុណ 3x អញ្ចឹង3យកមកគុណនឹង3នេះវាឡើង9ហើយបាទអញ្ចឹងយើងបាន9ការ សេគុណ 3x ណាបាទបន្តមកទៀតយើងចុះ y ព្រីមនិង
y សេកុង3ហ្នឹងចូលទៅក្នុងសមីការ នេះបាទសមីការ របស់យើងគឺវាមានរាងបែបហ្នឹងណាអញ្ចឹង y សេកុងនេះ9ការ សេកុន 3x ជំនួសកន្លែងនេះមកបាទហើយ y ព្រីមយើងគឺនេះ y ព្រីមយើងគឺ3ការ សេកុន 3x ហ្នឹងជំនួសមកកន្លែង y ព្រីមហ្នឹងមកហើយ y របស់យើងនេះការ សេកុន 3x អញ្ចឹងបងប្អូនជំនួសចូលឲ្យត្រូវតាមលំដាប់របស់គេមកបាទអូខេអញ្ចឹងអានេះ9ការយកមកគុណនេះមួយគុណ3ឡើង27ណាបាទ9 3ដង27បាទ y ព្រីមយើងគឺអត់មានប្រែប្រួលនៅដដែលបាទអញ្ចឹង y នេះបាទវាមានមួយគុណ2ណាបាទអញ្ចឹងយើងជំនួសចូលមកចេញបែបនេះបើអញ្ចឹងយើងឃើញថាកន្លែងនេះការ សេកុន 3x ការ សេកុន 3x ការ សេកុន 3x ទាំងអស់មែនទេបាទអញ្ចឹងយើងអាចបូកមួយគុណវាបានហើយណាបាទអញ្ចឹងយើងយក27បូក3មកបាទបាន30ដក2បាទសល់28បាទការ សេកុន 3x ណាអូខេអញ្ចឹងយើងបានប៉ុណ្ណឹងអញ្ចឹង សេកុន 3x នេះយើងសម្រួលចោលបានណាបាទយើងអាចសម្រួលចោលបានអញ្ចឹងសម្រួលចោលទៅវានៅសល់តែ28ការស្មើ7អញ្ចឹងយើងទាញរកការគឺយក7ចែក28មែនទេបាទ7និង28យើងសម្រួលបានសម្រួលនឹង7 7ចែក7បាន1 28បាទយើងចែកនឹង7បាន4ណាអញ្ចឹងយើងរកឃើញការហើយយើងយកការទៅជួសនៅក្នុងអាចចម្លើយy ប៉ដែលយើងតាំងមិញណាស្មើការ សេកុន 3x ហ្នឹងអញ្ចឹងការយើង1/4ជំនួសកន្លែងនឹង1/4មកណាបាទជំនួសកន្លែងហ្នឹងមកអញ្ចឹងយើងបាន1/4 សេកុន 3x អញ្ចឹងយើងរកឃើញចម្លើយ y ប៉ហើយហើយ y សីយើងរកឃើញពីខាងលើអញ្ចឹងយើងយក y សីហើយនិង y ប៉ហ្នឹងមកបូកបញ្ចូលគ្នាមកបាទយើងបានចម្លើយទូទៅនៃសមីការហ្នឹងឯងណាបាទដែល y សេគឺ r សេកុនដល់ x បូក 3 សេកុន2លើ 3x បាទបូក y ប៉ដែលយើងរកឃើញពីខាងលើនេះបាទគឺ1/4 សេកុន 3x ណាបាទនេះហើយគឺជាចម្លើយទូទៅនៃសមីការហ្នឹងអូខេអញ្ចឹងយើងទៅលំហាត់ទី2ជាបន្តទៀតបាទលំហាត់ទី2របស់យើងគឺ y សេកុងដក 3y ព្រីមបាទបូក 2y ស្មើ5សេកុន x ណាបាទខ្ញុំតាំងសមីការបែបនេះបាទអញ្ចឹងយើងដោះស្រាយសមីការអូម៉ូសែនសិនបាទគឺសមីការ y សេកុងដក 3y ព្រីមបូក 2y ស្មើ0បាទយើងដោះស្រាយអឺសមីការអូម៉ូសែននេះតាមសមីការសម្គាល់ណាបាទសមីការសម្គាល់របស់វាគឺឡាំដាការ៉េបាទដក3ឡាំដាបូក2ស្មើ0ណាបាទអញ្ចឹងលំហាត់នេះយើងអាចធ្វើតាមយើងដោះស្រាយរកឫសរបស់វាសមីការដឺក្រេទី2ហ្នឹងណាយើងដោះស្រាយរកឫសវាតាមករណីមួយណាបងប្អូនសង្កេតខ្លួនឯងបើយើងដោះស្រាយតាមករណីa បូក b បូក c ណាបាទបងប្អូនមិនបាច់រកតាម data ទេបាទអញ្ចឹង a បូក b បូក c អញ្ចឹង a1 b ដក3 c បូក2ឃើញទេបាទ1ដក3បូក2ស្មើ0ណាមែនទេអញ្ចឹងក្នុងករណីហ្នឹងយើងទាញបានណាឡាំដាអងគឺស្មើនឹង1ឡាំដាដឺស្មើ c លើ a ណាបាទគឺស្មើនឹង2អញ្ចឹងក្នុងករណីដែលសមីការសម្គាល់មានឫសពីរផ្សេងគ្នាបែបនេះយើងដឹងថាចម្លើយទូទៅនៃសមីការអូម៉ូសែនហ្នឹងគឺមានរាង y ស្មើ a សេកុន alpha x បូក 3 សេកុន beta x ហើយដែល alpha បងប្អូនជំនួស1ចូលទៅហើយ beta បងប្អូនយក2ទៅឬក៏យក alpha ស្មើ2យក beta ស្មើ1ក៏បានដែរអញ្ចឹងកន្លែងនេះគេអត់ប្រកាន់ទេហើយក៏អត់ខុសដែរណាបាទចម្លើយវាគឺត្រូវដូចគ្នាបាទអូខេអញ្ចឹងបន្ទាប់មកទៀតបងប្អូនមកមើលឫសណាបាទខ្ញុំសូមរំលឹកបន្តិចកន្លែងនេះតកតងនឹងឡាំដាអងអញ្ចឹងឡាំដាអងស្មើ1អញ្ចឹងយើងមើលនេះកន្លែងសេគុណសេគុណ x នេះអញ្ចឹងយើងឃើញថាមេគុណរបស់ x ហ្នឹងស្មើប៉ុន្មានមេគុណរបស់ x ស្មើ1អញ្ចឹងយើងឃើញថាឫស1ក្នុងចំណោមឫសទាំងពីរនៃសមីការសម្គាល់ហ្នឹងមានឫស1ស្មើនឹងអាល់ហ្វាដែលជាមេគុណរបស់ x នេះអញ្ចឹងចម្លើយពិសេស y ប៉របស់យើងគឺយើងទៅគុណនឹង x ថែមមួយទៀតមែនទេបាទដូចដែលខ្ញុំបានបង្ហាញពីខាងលើណាបាទខ្ញុំសូមបញ្ជាក់តំណឹងឲ្យហើយកុំឲ្យបងប្អូនឆ្ងល់ទៅដល់ពេលយើងរកចម្លើយពិសេស y ប៉ណាបាទអញ្ចឹងបងប្អូនជំនួសឡាំដាអងឡាំដាដឺចូលមកកន្លែង alpha beta ហ្នឹងមកបាទអញ្ចឹងយើងបានចម្លើយទូទៅនៃសមីការអូម៉ូសែនហ្នឹងហើយគឺ y ស្មើ a ស្វ័យគុណ x បូក 3 ស្វ័យគុណ 2x ណាបាទអញ្ចឹងយើងទៅរកចម្លើយពិសេស y ប៉នៃសមីការណាបាទអញ្ចឹងយើងតាំង y ប៉ស្មើការ x សេគុណ alpha x ដោយសារអីដោយសារតែឫសឡាំដាអងស្មើ1បាទស្មើ1វាដូចទៅនឹង x នេះមេគុណរបស់ x នេះឃើញទេបាទមេគុណរបស់ x ហ្នឹងมันស្មើ1ដែរអញ្ចឹងមានន័យថាឡាំដាអងស្មើ1ហ្នឹងគឺវាស្មើនឹង alpha ហ្នឹងហើយឡាំដាដឺស្មើ2វាអត់ស្មើ1ដែលជាមេគុណរបស់ x ហ្នឹងទេអញ្ចឹងក្នុងករណីហ្នឹងយើងទៅតាំង y ប៉ស្មើការ x សេគុណសេគុណ x គឺយើងទៅគុណ x ថែមមួយទៀតណាបាទអញ្ចឹងបងប្អូនដឹងហើយដូចខ្ញុំបានបង្ហាញពីខាងលើអញ្ចឹងណាបាទហើយអ្វីដែលយើងទៅធ្វើបន្តគឺយើងធ្វើ derivative ទី1ហើយនិង derivative ទី2បន្តណាបាទអញ្ចឹងបងប្អូន derivative ទី1មកបាទអញ្ចឹង derivative ទីនេះយើងប្រើផលគុណណាបាទយើងយកការ x នេះគឺជាអុយទៅហើយសេគុណ x នេះយើងចាត់ទុកថាជា y ឬក៏យើងយកតែ x សេគុណ x មកធ្វើ derivative បងប្អូនទុកការនេះជាមេគុណដាច់ដោយឡែកមកក៏បានដែរណា
បាទអូខេអញ្ចឹងខ្ញុំយកការ x នេះបាទធ្វើ derivative មុនគេបាទយើង dx បាន1អញ្ចឹងនៅសល់តែការ សេកុន x ទេបាទបូកបាទម្ដងនេះយើងការ x នេះយើងអត់ដេរទេយើងដេរ សេកុន x ម្ដងដេរ សេកុន x បាន សេកុន x ដដែលមែនទេបាទអញ្ចឹង derivative ការ x សេកុន x' ហ្នឹងគឺវាស្មើការ សេកុន x បូកការ x សេកុន x បាទអញ្ចឹងយើងរក derivative ទី2បន្តយើង derivative ទៅលើ derivative ទី1នេះមែនទេបាទចឹងកន្លែងការ សេកុន x នេះយើងដេរមកបានការ សេកុន x ដដែលណាតែកន្លែងការ x សេកុន x នេះយើងមានពីខាងលើនេះយើងដាក់នេះចូលតែម្ដងមកបាទនេះណាបាទគឺការ x ការ x សេកុន x នេះមែនទេហើយការ សេកុន x ការ សេកុន x នេះគឺយើងបូកបញ្ចូលគ្នាមកបានពីការ សេកុន x ហ្នឹងមែនទេបាទបូកការ x សេកុន x ចឹង derivative ទី1 derivative ទី2ហើយនឹងy ពេនេះយើងមានហើយចឹងយើងជួសចូលទៅក្នុងសមីការ របស់យើងបាទជួសចូលមក y ស្កុងយើងប៉ុណ្នេះបូនជួសមកកន្លែង y ស្កុងមកបាទ y' យើងប៉ុណ្នេះបងអូនជួសមកកន្លែង y' បាទហើយ y' របស់យើងនេះបាទបងអូនជួសមកកន្លែង y' នេះមកបាទអញ្ចឹងយើងជួសចូលមកបងអូនចេះជំនួសហើយណាកន្លែងហ្នឹងណាអូខេអញ្ចឹងយើងបានប៉ុណ្នេះមែនទេអញ្ចឹងកន្លែងនេះយើងត្រូវគុណមេគុណដក3នេះបញ្ចូលសិនណាបាទចាំយើងព្រមលទ្ធផលនឹងចូលគ្នាណាបាទអញ្ចឹងអានេះយើងទុកមកវិញសិនមកបាទអញ្ចឹងយើងគុណបានដក3ការ សេកុន x អានេះបានដក3ការ x សេកុន x ណាអូខេអញ្ចឹងយើងមើលកន្លែងតាកតងទៅនឹងអាកន្លែងការ x ណាអញ្ចឹងការ x សេកុន x នេះបាទជាមួយ2ការ x សេកុន x នេះបើសិនជាយើងបូកវាបញ្ចូលគ្នាវាបាន3ការ x សេកុន x ហើយនឹងដក3ការ x សេកុន x នេះបានមានន័យថាវាដាច់បាត់ហើយមែនទេបាទវាអស់ហើយអញ្ចឹងមានន័យថាការ x សេកុន x ណាបូក2ការ x សេកុន x ហើយនឹងដក3ការ x សេកុន x ហ្នឹងគឺដាច់បាត់ហើយអញ្ចឹងវានៅសល់តែ2ការ សេកុន x ហើយនឹងដក3ការ សេកុន x ទេណាបាទបងអូនតន់ទេកន្លែងហ្នឹងបាទបើសិនជាបងអូនអត់ទាន់ទេបងអូនអាចស្កប់វីដេអូខ្ញុំហ្នឹងដើម្បីពិនិត្យមើលណាបាទដើម្បីស្វែងយល់បន្ថែមណាបាទអញ្ចឹងនៅសល់តែ2ការសេគុណ x ហើយនឹងដក3ការសេគុណ x ទេអញ្ចឹងយើងយកមេគុណ2ដក3ហ្នឹងមកបាទយើងទុកការ x ដដែលការសេគុណ x នឹងដដែលទៅបាទអញ្ចឹង2ដក3បងអូនហ្នឹងគឺស្មើដក1មែនទេអញ្ចឹងវានៅសល់តែដកការសេគុណ x ទេណាបាទហើយស្មើនឹង5សេគុណ x ណាសេគុណ x យើងសម្រួលវាចោលទៅនៅសល់ដកការស្មើ5យើងទាញរកការគឺស្មើដក5អញ្ចឹងយើងឃើញការហើយយើងជំនួសចូល y ប៉េណាស្មើការ x សេគុណ x ហ្នឹងមកអញ្ចឹងការយើងដក5អញ្ចឹងបានដក 5x សេគុណ x ឃើញទេបាទអញ្ចឹងយើងឃើញហើយបាទយើងឃើញ y ប៉េហើយ y សេយើងរកឃើញខាងលើយើងយក y សេនិង y ប៉េហ្នឹងបូកបញ្ចូលគ្នាមកបាទយើងបានចម្លើយទូទៅនៃសមីការហ្នឹងហើយបាទនៃសមីការបាទគឺ y ស្មើ a សេគុណ x បូក b សេគុណ 2x ដក 5x សេគុណ x ណាបាទអូខេអញ្ចឹងបងប្អូនយល់បានយើងទៅលំហាត់ទី3ជាបន្តទៀតបាទលំហាត់ទី3គឺ y សេកុងបូក y ព្រាមស្មើ7សេគុណដក x ណាបាទខ្ញុំតាំងសមីការដែរបាទយើងដោះស្រាយសមីការអូម៉ូសែនសិនបាទគឺ y ស្កុងបូក y ព្រាមស្មើ0សមីការសម្គាល់របស់វាបាទគឺឡាំដាការ៉េបាទបូកឡាំដាស្មើ0អញ្ចឹងសមីការដឺក្រេទី2នេះវាអត់ពេញទេអត់ពេញលេញទេបាទអញ្ចឹងណាបាទអញ្ចឹងយើងដោះស្រាយគឺយើងចាប់ឡាំដាដាក់ជាកតាណាក្នុងករណីហ្នឹងណាបាទបានឡាំដាកតាឡាំដាបូក1ស្មើ0អញ្ចឹងយើងឲ្យកតាទាំងពីរហ្នឹងបាទស្មើ0មកយើងបានឡាំដាស្មើ0ហើយនឹងឡាំដាស្មើដក1មែនទេបាទគឺយើងឲ្យឡាំដាបូក1ស្មើ0យើងទាញរកឡាំដាទៅស្មើដក1ហើយអញ្ចឹងយើងឃើញថាសមីការសម្គាល់របស់យើងនេះបាទមានឫសពីរផ្សេងគ្នាដែរបើមានឫសពីរផ្សេងគ្នាចម្លើយទូទៅនៃសមីការអូម៉ូសែននេះបងអូនដឹងហើយណាចម្លើយរបស់វាគឺ y ស្មើ a សេគុណ alpha x បូក b សេគុណ beta x ប៉ុន្តែ alpha យើងយក0អញ្ចឹងបើយក alpha 0អញ្ចឹង សេគុណ0ស្មើ1នៅសល់តែ a ទេមែនទេហើយ lambda ដក1យើងចុះមកកន្លែង beta នេះមកបាទយើងបាន y ស្មើ a បូក b សេគុណដក x ណាបាទដែលជាចម្លើយទូទៅនៃសមីការអូម៉ូសែនប៉ុន្តែបងអូនមើលជាបន្តទៀតបងអូនមើលថាតើឫសទាំងពីរហ្នឹងមានឫសណាមួយស្មើមេគុណរបស់ សេគុណនេះ expose អង្គទី2នេះអត់អញ្ចឹងយើងឃើញថា lambda ស្មើដក1នេះបើវាស្មើនឹងមេគុណរបស់អx នេះដែរណាបាទមេគុណរបស់ x នេះក៏ស្មើដក1ដែរអញ្ចឹងយើងឃើញថាក្នុងចំណោមឫសទាំងពីរមានឫសមួយគឺស្មើនឹង alpha ដែលជាមេគុណរបស់ x នេះអញ្ចឹងក្នុងករណីនេះ y ប៉េដែលជាចម្លើយពិសេសនៃសមីការហ្នឹងគឺយើងត្រូវគុណនឹង x ថែមមួយទៀតមែនទេបាទទៅលើការហើយនឹង សេគុណ alpha x ណាបាទអញ្ចឹងយើងត្រូវរកចម្លើយពិសេសនៃ y ប៉េនេះអញ្ចឹងយើងទៅតាំងវា y ប៉េស្មើការ x សេគុណរបស់ x ដោយសារអីដោយសារតឫស lambda ដឺនេះស្មើដក1ដែលស្មើមេគុណរបស់ x នេះណានិទុសននៃ expose ហ្នឹងណាបាទហើយ lambda អងស្មើ0នេះអត់ស្មើដក1ទេឃើញទេបាទអញ្ចឹងយើងទៅតាំងបែបហ្នឹងណាបាទក្នុងករណីហ្នឹងបាទថែម x មួយទៀតណា
បាទអ្វីដែលយើងត្រូវធ្វើបន្តគឺដេរវ៉េណាបាទដេរវ៉េបន្តមកបាទដេរវ៉េដោយប្រើផលគុណណាបាទដូចដែលខ្ញុំបានបង្ហាញនៅក្នុងលំហាត់ទី2មិញអញ្ចឹងបាទយើងយកការ x នេះដេរចាត់ទុកថាអ៊ុយទៅហើយវ៉េសេគុណ x ប្រើផលគុណអ៊ុយវ៉េព្រីមបាទវាស្មើអ៊ុយព្រីមវ៉េបូកអ៊ុយវ៉េព្រីមអញ្ចឹងណាបងប្អូនដឹងហើយដេរវ៉េនៃផលគុណណាអញ្ចឹងដេរការ x នេះយើងបានការមែនទេហើយសេគុណ x យើងអត់ដេរទេបន្ទាប់មកអង្គទី2ទូទី2បាទយើងដេរសេគុណ x ដេរសេគុណ x យើងបានដកណាដកសេគុណ x ណាបាទអញ្ចឹងយើងដាក់មកខាងមុខមកវាទៅជាដកការ x សេគុណ x ណាបាទអញ្ចឹង y ព្រីម2យើងដេរឃើញហើយយើងដេររវៃទី2ជាបន្តយើងដេររវៃទៅលើដេររវៃទី1ណាបាទអញ្ចឹងកន្លែងនេះយើងដេរសេគុណ x មកវាចេញដកណាបាទវាចេញដកសេគុណ x ណាបាទដល់ពេលទូនេះយើងដេររវៃឃើញហើយស្រេចនេះណាឃើញប៉ុណ្នេះប៉ុន្តែវាមានមេគុណណាមានមេគុណអញ្ចឹងយើងគុណមេគុណចូលមកអញ្ចឹងកន្លែងទូនេះបានដកហើយទូនេះដកវាទៅជាបូកចេះណាបាទអញ្ចឹងកន្លែងនេះដកការសេគុណ x នេះយើងបូកបញ្ចូលគ្នាបានណាបាទអញ្ចឹងដកការវាដក2ការណាបាទដកពីការសេគុណ x បូកការ x សេគុណ x ណាបាទអញ្ចឹងយើងរកឃើញ y ព្រីម y សេកុងហើយ y បែកក៏យើងដឹងដូចគ្នាយើងចូលក្នុងសមីការមកបាទគឺសមីការមិនអូម៉ូសែនណាបាទយើងចូលបែបហ្នឹងមកអញ្ចឹង y សេកុងយើងបាទគឺនេះ y សេកុងជួននេះណា y ព្រីមបាទយើងចូលត្រឹម y ព្រីមព្រោះយើងអត់មាន y ទេណាបាទអញ្ចឹងយើងចូលអាពីរនឹងចូលមកបាទបងប្អូនចេះជំនួសណាបាទបងប្អូនជំនួសតាមចំណេះដឹងដែលបងប្អូនចេះហ្នឹងមកអញ្ចឹងយើងកលេចកន្លែងបូកការ x សេគុណ x នេះហើយនឹងដកការ x សេគុណ x នេះបងប្អូនកលេចកន្លែងហ្នឹងមកអញ្ចឹងកន្លែងទាំងពីរនេះគឺវាសញ្ញាផ្ទុយគ្នាមែនទេបើសញ្ញាផ្ទុយគ្នាអញ្ចឹងវាដាច់បាត់ហើយបើវាស្មើ0ហើយណាបាទអញ្ចឹងវានៅសល់តែដក2ការបូកការនេះទេអញ្ចឹងដក2ការបូកការនៅសល់តែដកការសេគុណ x ស្មើ7សេគុណ x ណាបាទវានៅសល់ប៉ុណ្ណឹងបាទអញ្ចឹងសេគុណ x នេះយើងអាចសម្រួលវាចោលទៅបាទណាអូខេយើងធ្វើបន្តទៀតទៅបាទអញ្ចឹងបើយើងមានដកការសេគុណ x ស្មើ7សេគុណ x យើងសម្រួលសេគុណ x ចោលបើអញ្ចឹងសល់ដកការស្មើ7យើងទាញរកការស្មើដក7មែនទេបើអញ្ចឹងជំនួសការដែលយើងរកឃើញចូលទៅក្នុង y ប៉ែណាការហ្នឹងដក7ជំនួសកន្លែងហ្នឹងមកអញ្ចឹង y ប៉ែរបស់យើងគឺស្មើដក 7x សេគុណ x ហើយណាអញ្ចឹងយើងយក y សេនិង y ប៉ែមកបូកបញ្ចូលគ្នាដើម្បីបានចម្លើយទូទៅនៃសមីការណាបាទអញ្ចឹង y សេរបស់យើងគឺ a បូក b សេគុណ x បាទហើយនឹង y ប៉ែយើងគឺដក 7x សេគុណ x ណាបាទនេះហើយគឺជាចម្លើយទូទៅនៃសមីការណាបាទអញ្ចឹងបងយល់បានច្រើនណាបាទអញ្ចឹងយើងទៅលំហាត់អឺទី4ជាបន្តទៀតបាទគឺ y សេកុងបូក 9y ស្មើ10សេគុណ 3x បាទយើងមានលក្ខខណ្ឌដើម y នៃ0ស្មើ0ហើយ y ព្រីមនៃ0ស្មើ0ដែរណាបាទអញ្ចឹងយើងដោះស្រាយសមីការអូម៉ូសែនសិនទៅបាទគឺ y សេកុងបូក 9y ស្មើ0បាទសមីការសម្គាល់របស់វាបាទគឺឡាំដាការ៉េបូក9ស្មើ0ណាបាទអញ្ចឹងសមីការដឺក្រេទី2យើងក៏អត់គ្រប់ដែរណាអត់គ្រប់អត់ពេញដែរណាអូខេអត់ពេញលេញដែរអញ្ចឹងយើងទាញរកឡាំដាការ៉េហ្មងទៅស្មើដក9យើងទាញរកឡាំដាស្មើបូកដកឬការ៉េដក9បាទបូកដកឬ9បងប្អូនដឹងហើយគឺស្មើនឹងឬ 9e បាទឬ 9e 9យើងបញ្ចេញមកបាន3ណាអញ្ចឹងវាស្មើបូកឬដក 3e យើងសេទៅជាទម្រង់ស្តង់ដារនៃចំនួនកំ plex មកវាស្មើ0បូករដក 3e ណាអញ្ចឹងសមីការ degree ទី2របស់យើងមានឫសជាចំនួន complex 2ណាឆ្លាស់គ្នាអញ្ចឹងណាបាទអញ្ចឹងយើងយក alpha ស្មើ0ហើយ beta ស្មើ3ណាអញ្ចឹងក្នុងករណីដែលសមីការសម្គាល់មានឫសជាចំនួន complex បែបនេះអញ្ចឹងយើងដឹងថាចម្លើយទូទៅនៃសមីការ homosine របស់យើងហ្នឹងវាមានទម្រង់ y ស្មើ a cos beta x បូក b sin beta x សេគុណ alpha x មែនទេអញ្ចឹង alpha យើងចំនួន0មកកន្លែងនេះហើយ beta យើងចំនួន3មកកន្លែងនេះណាអញ្ចឹងកាលណា alpha ស្មើ0អញ្ចឹងសេគុណ0ស្មើ1ឯងអញ្ចឹងលែងមាន expo នៅក្នុងហ្នឹងមានតែ cos ហើយ sin ទេមែនទេបាទអញ្ចឹងយើងបាន y សេរបស់យើងគឺស្មើ a cos 3x បូក b sin 3x ណាបាទអញ្ចឹងយើងរកឃើញចម្លើយទូទៅនៃសមីការ homosine ហ្នឹងបាទបន្តមកទៀតយើងមើលឫសនៃសមីការសម្គាល់តើមានឫសណាមួយស្មើនឹងមេគុណរបស់ x ដែលជានិទុសនរបស់ expo នឹងអត់ណាអញ្ចឹងយើងឃើញថាឡាំដារបស់យើងវាស្មើនឹងបាទ 3e ណាអញ្ចឹងយើងឃើញថា 3e នេះវាមិនស្មើ3នឹងទេណាបាទព្រោះ3នេះវាជាចំនួនពិតអា 3e នេះវាជាចំនួននិមិត្តណាអញ្ចឹងវាអត់ស្មើគ្នាទេណាបាទអញ្ចឹងក្នុងករណីនេះចម្លើយពិសេស y ប៉ែរបស់យើងគឺយើងតាំងដូចទម្រង់អង្គទី2នេះចឹងណាគឺយើងយក y ប៉ែយើងគឺស្មើការសេគុណ 3x ហ្នឹងណាបាទអូខេអញ្ចឹងយើងរកចម្លើយពិសេស y ប៉ែនៃសមីការបើយើងតាំង y ប៉ែយើងគឺស្មើការសេគុណ3x ព្រោះឡាំដារបស់យើងនេះវាអត់ស្មើនឹង3នេះទេណាបាទ
អូខេអញ្ចឹងយើងឃើញថា3ដូចគ្នាគ្រាន់តែថាមួយ3នេះពិតអា 3e នេះវាជាចំនួននិមិត្តណាបាទអូខេអញ្ចឹងយើងធ្វើដីរវៃជាបន្តទៀតមកបាទអញ្ចឹងដីដូចតែមុនដែរទេបាទអញ្ចឹងការយើងដេរទៅយើងដេរ សេគុណ 3x មកបាន3បាទ សេគុណ 3x បាទខ្ញុំដាក់3មកការដេររវៃទី2បាទដេររវៃទៅលើដេររវៃទី1ជាបន្តមកបាទបងចេះដេរហើយអញ្ចឹងយើងបាន9ការ សេគុណ 3x ណាបាទអញ្ចឹងយើងជំនួសy' និង y' សកុងចូលទៅក្នុងសមីការរបស់យើងនេះបាទសមីការរបស់យើងអញ្ចឹងយើងជួស y' សកុងណាតែ y' យើងមានកន្លែងជួសទេយើងមានតែ y' នេះយើងយកមកជួសណាបាទអញ្ចឹងបងជួសតាមហ្នឹងមកបាទស្មើប៉ុណ្នេះអញ្ចឹង9ការបូក9ការនេះគឺយើងបូកចូលគ្នាបានហើយអញ្ចឹងវាស្មើ18ការ សេគុណ 3x ស្មើ10 សេគុណ 3x ណាអញ្ចឹង សេគុណ 3x យើងសម្រួលវាគាត់ចោលទៅបាទយើងបាន18ការស្មើ10អញ្ចឹងយើងទាញរកការណាបាទឥឡូវយើងដាក់ហ្នឹងមកវិញយើងទាញរកការមកគឺស្មើ10លើ18អញ្ចឹងយើងសម្រួលនឹង2មែនទេបាទ10សម្រួល2បាន5 18សម្រួល2បាន9ណាអញ្ចឹងជួសការដែលយើងរកឃើញទៅក្នុង y ប៉ែមកបាទ5លើ9ហ្នឹងអញ្ចឹងយើងបាន y ប៉ែយើងស្មើ5លើ9 សេគុណ 1x ហើយអញ្ចឹងជួស y ផ្សេង y ប៉ែដែលយើងរកឃើញណាបាទចូលមកក្នុងហ្នឹងមកបូកបញ្ចូលគ្នាទៅយើងបានអនុគម y ស្មើ a កុស 3x បូក b ស៊ីន 3x បូក5លើ9 សេគុណ 3x នេះគឺជាចម្លើយទូទៅនៃសមីការណាប៉ុន្តែអត់ទាន់ចប់ទេយើងទៅរក a b នេះដោយយើងប្រើលក្ខខណ្ឌដើមណាបាទអញ្ចឹងយើងទៅរកចម្លើយពិសេសណាតាមលក្ខខណ្ឌដើមបាទ y 0ស្មើ0 y' 0ស្មើ0ណាបាទអញ្ចឹងយើងឃើញថានៅក្នុងលក្ខខណ្ឌដើមនេះមានដីរវៃទី1អញ្ចឹងយើងត្រូវធ្វើដីរវៃទី1សិនដោយយើងយកអនុគមដែលយើងរកឃើញចុងក្រោយមិញនេះបាទដែលជាចម្លើយទូទៅនៃសមីការហ្នឹងបងមកធ្វើដីរវៃណាបាទបងអូនដីរវៃទៅដីរវៃកន្សំស្មើអីណាអញ្ចឹងកន្លែងនេះបងអូនដឹងហើយតើតើនឹងដីរវៃកុស ax ដីរវៃស៊ីន ax ណាអញ្ចឹងដីកុស ax វាស្មើនឹងដក a ស៊ីន ax ហើយដីស៊ីន ax វាស្មើនឹង a កុស x ណាដែល a របស់យើងស្មើ3ណាបាទកន្លែងនេះយើងដេរ សេគុណ x ណាយើងបាន a សេគុណ x ដែរណាបាទអូខេអញ្ចឹងយើងធ្វើដេររវៃមកបានដក3 a ស៊ីន 3x បាទបូក 3b កុស 3x បូក5លើ3 សេគុណ 3x មិនបានជាភាគបែក9នៅសល់3ព្រោះអា សេគុណ 3x នេះយើងដេរមកបានមេគុណ3សម្រួលមួយ9ណាបាទអញ្ចឹងនៅសល់5លើ3ទេអញ្ចឹង y និង y' យើងមានហើយមែនទេបាទអញ្ចឹងយើងយកលក្ខខណ្ឌដើមមកប្រើមក y នេះ0ស្មើ0ហើយ y' នេះ0ស្មើ0ណាអញ្ចឹងយើងចុះ0នេះចូលមកក្នុងអនុគម y នេះកន្លែង x ហ្នឹងយើងចុះ0ចូលមកតម្លៃនៃអនុគម y ត្រង់0ស្មើ0ហើយចំណែក derivate របស់យើងបាទ y' នៃ0នេះបាទយើងចុះ0ចូលមកក្នុង derivate នេះបាទ0កន្លែង x ហ្នឹងមកបាទតម្លៃ derivate បាទនៃអនុគម y' ហ្នឹងបាទត្រង់0គឺស្មើ0មែនទេបាទអញ្ចឹងបងចុះអញ្ចឹងមកណាបាទអូខេចុះទៅយើងបានអញ្ចឹងកន្លែងយើងចុះ0ទៅមេគុណវាគុណនឹង0បាន0ហ្នឹងមែនទេអូខេណា0ខ្ញុំដាក់0បែបហ្នឹងណាបាទអញ្ចឹងកុស0ស្មើប៉ុន្មានបងដឹងហើយស៊ីន0ស្មើប៉ុន្មានសេគុណ0ស្មើប៉ុន្មានបងគិតតាមហ្នឹងមកណាកុស0ស្មើ1ស៊ីន0ស្មើ0សេគុណ0ស្មើ1មែនទេបាទស៊ីន0នេះស្មើ0ហើយកុស0នេះស្មើ1សេគុណ0នេះស្មើ1ដែរណាបាទអញ្ចឹងយើងបាន a បូក5លើ9ស្មើ0ហើយនឹង3b បូក5បាទលើ3ស្មើ0ណាបាទអញ្ចឹងបងយល់បានហើយណាបាទអញ្ចឹងយើងទាញរក a មកបាទយើងទាញរក a ហើយខាងក្រោមយើងទាញរក3ដូចគ្នាមកបាទយើងទាញបាន a ស្មើ15លើ9ហើយ3ក៏ស្មើ15លើ9ដែរណាបាទមិនបាទ b ស្មើ15លើ9បើយើងបោះបូក5លើ3មួយអង្គទី2មកវាទៅ15លើ3ហើយ b នេះមានគុណ3មែនទេបើយើងទាញរក b យើងយក3គុណជាមួយ3ហើយឡើង15លើ9ណាអញ្ចឹងទាំង a ទាំង b ដូចគ្នាអញ្ចឹងយើងជំនួស a b ដែលយើងរកឃើញទៅក្នុងចម្លើយទូទៅនឹងមកអញ្ចឹង a យើង15លើ9 b 15លើ9ជំនួសមកកន្លែងហ្នឹងមែនណាបាទអូខេអញ្ចឹងយើងបាន15លើ9កុស 3x 15លើ9ស៊ីន 3x បូក5លើ9សេគុណ 3x ចឹងយើងឃើញថាទាំង3តួហ្នឹងវាមាន5លើ9ដូចគ្នាយើងអាចចាប់5លើ9ដាក់ជាកត្តាបានណាមែនទេបាទអញ្ចឹងយើងបានចម្លើយពិសេសនៃសមីការរបស់យើងគឺ y របស់យើងគឺស្មើ5លើ9បាទខ្ញុំចាប់5លើ9ដាក់ជាកត្តាហើយសេគុណ 3x នេះខ្ញុំយកមកដាក់ខាងដើមណាបាទកុសស៊ីនខ្ញុំដាក់មកខាងក្រោយដដែលបាទអញ្ចឹងយើងបានចម្លើយពិសេសនៃសមីការរបស់យើងគឺ y ស្មើ5លើ9កត្តាសេគុណ 3x ដកកុស 3x ដកស៊ីន 3x ណាបាទអូខេឃើញទេបាទដូចជាមិនពិបាកអីទេណាបាទបងប្អូនយល់បានណាអូខេអញ្ចឹងបើសិនជាបងប្អូនមិនយល់ទេបងប្អូនអាចមើលវីដេអូរបស់ខ្ញុំហ្នឹងបាទឡើងវិញទៅបាទជា2ដងជា3ដងទៅបងប្អូនអាចយល់ហើយអញ្ចឹងខ្ញុំឃើញបងប្អូនខ្លះគាត់ជា comment សួរខ្ញុំថាគាត់មិនបានជាលំហាត់ហ្នឹងលោកគ្រូធ្វើអញ្ចឹងណាបើអញ្ចឹងបងប្អូនព្យាយាមមើលវា2 3ដងទៅបងប្អូនយល់ហើយណាបងប្អូនមិនបាច់សួរខ្ញុំសឹងថាបងប្អូនមិនបាច់សួរខ្ញុំក៏បងប្អូនយល់ដែរមិនអញ្ចឹងទេបាទហើយពេលដែលខ្ញុំ comment
reply ទៅបងប្អូននោះពេលខ្លះពិបាកសរសេរដែរណានៅក្នុងអឺការ comment នៅក្នុងYouTube ហ្នឹងណាបាទព្រោះជាគណិតវិទ្យាពិបាកក្នុងការសេប្រាប់ណាពេលខ្លះខ្ញុំនិយាយប្រាប់បងប្អូនមិនយល់ដដែលណាជួនកាលណាបាទវាពិបាកដែរណាសម្រាប់បងប្អូនខ្លះដែលឆ្ងល់ឬក៏បងប្អូនចង់សិក្សាគណិតវិទ្យានេះឲ្យបានច្បាស់លាស់បងប្អូនអាចសិក្សាជាមួយខ្ញុំបានណាអាចសិក្សាជាអនឡាញក៏បានដែរបាទបងប្អូនអាចតាក់ទងមកខ្ញុំតាម YouTube ខ្ញុំហ្នឹងក៏បានដែរណាបាទអូខេអញ្ចឹងយើងទៅលំហាត់ទី2ជាបន្តទៀតណាបាទអូខេសម្រាប់បងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំហើយបងប្អូនមិនទាន់បាន Subscribe Channel របស់ខ្ញុំបងប្អូនអាច Subscribe Channel ខ្ញុំបានណាបាទហើយកុំភ្លេចចុចរូបកណ្ដឹងផងដើម្បីបងប្អូនទទួលបានវីដេអូរបស់ខ្ញុំថ្មីៗមុនគេណាបាទអូខេអញ្ចឹងយើងមើលលំហាត់ទី2ណាលំហាត់ទី2នេះគេឲ្យសមីការ differential យើងប៉ុណ្នេះបាទអញ្ចឹងលំហាត់នេះគឺជាលំហាត់ដែលវាធ្លាប់ចេញប្រឡងបាក់ឌុបជាទូទៅលំហាត់ដែលចេញប្រឡងបាក់ឌុបគឺវាតែងតែចេញទម្រង់បែបហ្នឹងណាបាទអូខេអញ្ចឹងវាមានសំណួរកខកអញ្ចឹងណាអញ្ចឹងបងប្អូនឆ្លើយទៅតាមហ្នឹងទៅអញ្ចឹងសំណួរកក៏ឲ្យយើងដោះស្រាយសមីការ Omosin នេះបាទគេតាំងសមីការ ព្រីមប៉ុន្តែកន្លែងមេគុណ y នេះបាទមេគុណដែលជាប់ y នេះវាជាប្រភេទអញ្ចឹងយើងដោះស្រាយយ៉ាងម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញជូនបងប្អូនណាដើម្បីឲ្យងាយស្រួលក្នុងការដោះស្រាយហើយសំណួរខក៏ឲ្យយើងបង្ហាញថាអនុគម C អនុគម C ក៏ឲ្យស្រេចហើយ sin x ស្មើ2លើ3 សេគុណ 3x ហ្នឹងវាជាចម្លើយពិសេសនៃសមីការនេះណាបាទអញ្ចឹងបើគេប្រាប់ចម្លើយឲ្យបងប្អូនមានចាំបាច់ទៅរកចម្លើយទៀតទេមិនអញ្ចឹងបើគេសួររកចម្លើយប៉ុន្តែយើងត្រូវរកចម្លើយតែបើគេប្រាប់វាជាចម្លើយហើយអញ្ចឹងយើងត្រូវធ្វើម៉េចយើងគ្រាន់តែបាទជំនួសវាចូលទៅក្នុងសមីការហ្នឹងទៅដើម្បីផ្ទៀងផ្ទាត់ណាបាទដើម្បីជំនួសវាចូលក្នុងសមីការដើម្បីផ្ទៀងផ្ទាត់យើងត្រូវធ្វើ derivative ទី1 derivative ទី2ណាបាទហើយសំណួរកគេប្រាប់ថា s ជាចម្លើយនៃ ណាអញ្ចឹង s ជាចម្លើយនៃ អញ្ចឹងយើងបើវាប្រាប់ជាចម្លើយយើងជំនួសចូលទៅបាទយើងជំនួសចូលក្នុងសមីការទៅបើគេប្រាប់ថា s ជាចម្លើយនៃសមីការចុះក្នុងសមីការបើគេប្រាប់ថា s ជាចម្លើយនៃសមីការព្រីមចុះក្នុងសមីការព្រីមឧទាហរណ៍អញ្ចឹងណាបាទយើងមានទៅរកចម្លើយទៀតទេហើយតោះមកស្រាវជ្រាវថា s ដក c ជាចម្លើយនៃព្រីមណាអញ្ចឹង s ដក c នេះជាចម្លើយនៃព្រីមណាអញ្ចឹងបងប្អូនត្រូវធ្វើយ៉ាងណាដើម្បីផ្ទៀងផ្ទាត់ថា s ដក c ហ្នឹងវាជាចម្លើយនៃសមីការព្រីមគឺវាត្រូវផ្ទៀងផ្ទាត់សមីការព្រីមហ្នឹងឯងណាបាទហើយបន្ទាប់មកយើងទាញរក s អញ្ចឹងទាញរក s តាមរយៈ s ដក c ហ្នឹងមកបាទណាបាទអូខេអញ្ចឹងបងប្អូនអាចយល់បានណាអូខេអញ្ចឹងបងប្អូនបើមិនទាន់ច្បាស់ទេបងប្អូនទៅមើលដំណោះស្រាយខាងក្រោមនេះបាទតោះឥឡូវសំណួរកយើងដោះស្រាយសមីការព្រីមដែលជាសមីការអូម៉ូសែនណាអញ្ចឹងយើងដាក់សមីការសម្គាល់មកឬក៏យើងសរសេរសមីការនេះបាទដូចតែខ្ញុំបានបង្ហាញខាងលើមកអញ្ចឹងយើងបើសិនជាយើងទុកមេគុណជាពភៈអញ្ចឹងក៏បានដែរបាទទុកមេគុណជាចំនួនសនិទានណាពភៈសនិទានបែបហ្នឹងក៏បានបើយើងហៅថាពភៈក៏បានចំនួនសនិទានក៏បានដែរណាបាទក៏បានប៉ុន្តែបើយើងទុកអញ្ចេះពិបាកមែនទេជាទូទៅពភៈប្អូនជាទូទៅគិតថាពិបាកក្នុងការគណនាអញ្ចឹងដើម្បីឲ្យងាយស្រួលក្នុងការគណនាយើងត្រូវធ្វើមេគុណរបស់វាហ្នឹងឲ្យខ្លាយទៅជាចំនួនគាត់ទាំងអស់ទៅបាទចំនួនគាត់ទាំងអស់ទៅគឺយើងធ្វើម៉េចគឺយើងត្រូវតម្រូវភាគបែងរួមទៅហើយលុបភាគបែងហ្នឹងគាត់ចោលមកណាបាទអញ្ចឹងយើងតម្រូវភាគបែងរួម2មកបាទតម្រូវភាគបែងរួម2ហើយយើងលុបភាគបែង2ហ្នឹងគាត់ចោលទៅបាទអញ្ចឹងយើងតម្រូវភាគបែងរួម2អញ្ចឹងកន្លែងនេះវាទៅជាបាន2អី2y សកលបាទដក 6y ព្រីមបូក 5y ស្មើ0បាទ2នេះគុណនឹង0បាន0ដដែលហើយមែនទេបាទ0គុណ2ណាបាទអញ្ចឹងបងអូនធ្វើបែបហ្នឹងមកណាបាទឥឡូវយើងមានសមីការអូម៉ូសែនរបស់យើងណាបាទបែបនេះយើងតម្រូវភាគបែង2ហើយលុបភាគបែង2គាត់ចោលអញ្ចឹងយើងបានសមីការថ្មីគឺ 2y សកលដក 6y ព្រីមបូក 5y ស្មើ0ណាឃើញទេបាទអញ្ចឹងវាមានមេគុណជាចំនួនគាត់ហើយអញ្ចឹងយើងដោះស្រាយសមីការ degree សមីការសម្គាល់ដែលជាសមីការ degree ទី2នៃសមីការអូម៉ូសែនហ្នឹងគឺអត់ប្រមាថទេមែនទេបាទអូខេអញ្ចឹងយើងដាក់សមីការសម្គាល់វាចូលមកបាទសមីការសម្គាល់របស់វាគឺ2ឡាំដាការ៉េដក6ឡាំដាបូក5ស្មើ0មែនទេបាទយើងដោះស្រាយតាម data ព្រីមមកបាទ data ព្រីមយើងយក3ដែលស្មើដក6ចែកជា2ទៅបានដក3ការ៉េដក AC A2 C5 មែនទេអញ្ចឹងដក3ការ៉េ9បាទ9ដក10បាទ9ដក10ស្មើដក1ណាអញ្ចឹងយើងឃើញថា data ព្រីមរបស់យើងជាចំនួនអវិជ្ជមានវាទូចជាង0ណាបាទវាទូចជាង0អញ្ចឹងឫសនៃសមីការសម្គាល់ប្រកបជាចំនួន complex ហើយអញ្ចឹងណាបាទជាចំនួន complex ដែល lambda អង្សគឺស្មើ3ដក e នៅលើ2បាទ3ដក e អញ្ចឹងដក e បានមកពីណាយើងរកឫស data បាទឫស data e ឫស data ព្រីមរបស់យើងវាស្មើឫសការ៉េនៃដក1មិនអញ្ចឹងហ៎ឫសការ៉េនៃដក1គឺស្មើនឹង e នឹងឯងណាអញ្ចឹងបងប្អូនចេះដោះស្រាយណាបាទអញ្ចឹង3ដក e លើ2យើងសរសេរជាទម្រង់ស្តង់ដារយើងផ្ដាច់វាចេញពីគ្នាយើងបាន3លើ2ដក1លើ 2e ណាហើយចំពោះ lambda ដឺវាជាចំនួន complex ខ្លះនៃ lambda អង្សណាបាទ
ចឹងក្នុងករណីដែលសមីការសម្គាល់នេះបាទមានមេគុណជាចំនួនពិតបែបនេះអញ្ចឹងបើសិនជាក្នុងករណីដែលឫសរបស់វាជាចំនួនកំ plex ឫសទាំងពីរហ្នឹងគឺជាចំនួនកំ plex ឆ្លាស់គ្នាណាបាទអញ្ចឹងចំនួនកំ plex ឆ្លាស់គ្នាបងប្អូនបានសិក្សាបងប្អូនដឹងហើយបាទអញ្ចឹងឡាំដាអងស្មើ3លើ2ដក1លើ 2e ឡាំដាដឺគឺស្មើ3លើ2បូក1លើ 2e ណាបាទដែលជាចំនួនកំ plex ឆ្លាស់នៃឡាំដាអងណាបាទអញ្ចឹងបើសិនជាក្នុងករណីដែលសមីការសម្គាល់នឹងមានឫសជាចំនួនកំប្លេចបែបនេះអញ្ចឹងចម្លើយទូទៅនៃសមីការអូម៉ូសែនរបស់យើងហ្នឹងវាមានរាងបាទ y ស្មើ a កុសបេតា x បូក b ស៊ីនបេតា x សេគុណ alpha x មែនទេអញ្ចឹង alpha យើងយក3លើ2នេះហើយចំណែក beta យើងយក1លើ2បាទអញ្ចឹងបងជំនួស beta ស្មើ1លើ2មកកន្លែង beta នេះមកហើយ3លើ2បងជំនួសមកកន្លែង alpha នេះណាបាទអូខេអញ្ចឹងយើងបានចម្លើយទូទៅនៃសមីការអូម៉ូសែនរបស់យើងគឺ y ស្មើ a កុស1លើ 2x បូក b ស៊ីន1លើ 2x សេគុណ3លើ 2x ណាបាទអូខេអញ្ចឹងយើងបានចម្លើយនៃសមីការអូម៉ូសែននៅក្នុងសំណួរកមែនទេអញ្ចឹងយើងទៅសំណួរខទៀតបាទឆ្លើយទៅតាមសំណួរគេហ្នឹងបាទអញ្ចឹងឲ្យយើងបង្ហាញថាអនុគម C ហ្នឹងគឺជាចម្លើយពិសេសនៃសមីការណាបាទយើងមានអនុគម C រួចហើយណាបាទ sin x ស្មើ2លើ5សេគុណ 3x ណាអញ្ចឹងយើងធ្វើ derivative សិនបាទធ្វើ derivative បើយើងដេរ សេគុណ 3x ហ្នឹងមកបាទបាន3សេគុណ 3x 3យកមកគុណ2បាន6លើ5សេគុណ 3x derivative ទី2គឺ c សកុងនេះបាទ derivative បន្តទៀតមកបាទយើងបានវាគុណ3ទៀតតែ3គុណ6ឡើង18ហ្នឹងមែនទេបាទ18លើ5សេគុណ 3x ណាបាទបន្ទាប់មកយើងទៅផ្ទៀងផ្ទាត់វានៅក្នុងសមីការណាបាទផ្ទៀងផ្ទាត់ក្នុងសមីការដល់យើងចំនួនc សកុងមកកន្លែង y សកុងមកបាទហើយ c' ជំនួសកន្លែង y' ហើយ c នេះយើងជំនួសមកកន្លែង y នេះមកណាបាទចឹងបងប្អូនជំនួសចូលណាហើយ c សកុងយើងប៉ុណ្នេះហើយ c' យើងគឺប៉ុណ្នេះយើងជំនួសចូលកន្លែងនេះមកហើយ sin x ប៉ុណ្នេះយើងជួមកន្លែងនេះមែនទេបាទអូខេណាអញ្ចឹងយើងជំនួសចូលណាបាទអញ្ចឹងយើងជំនួសចូលអញ្ចឹងមកឥឡូវ c សកុងបាទ c' ហើយនឹង c យើងជំនួសចូលដូចខ្ញុំប្រាប់មិញអញ្ចឹងបាទអូខេអញ្ចឹងជំនួសចូលមកយើងបានយ៉ាងម៉េចបាទឥឡូវខ្ញុំដាក់មកវិញសិនបាទដើម្បីឲ្យបងប្អូនយល់បាទ c សកុងយើងប៉ុណ្នេះបាទ c' យើងប៉ុណ្នេះណាបាទហើយ c របស់យើងគឺប៉ុណ្នេះអូខេអញ្ចឹងកន្លែងដក3នេះយើងយកមកគុណនឹង6នេះមកអញ្ចឹងវាទៅជាដក18លើ5សេគុណ 3x អញ្ចឹងដាច់បាត់ហើយនេះមែនទេបាទដាច់បាត់ហើយកន្លែងនេះ5និង5នេះយើងសម្រួលចោលមកយើងមិនបាច់គុណទេបងប្អូនគុណភាគយកគុណភាគយកភាគបែងគុណភាគបែងមកណាវិធីគុណចំនួនសត្វនិទានណា5គុណ2 10 2គុណ5 10ដូចគ្នាហ្នឹងតែយើងទៅគុណទៅអី5សម្រួលមួយ5 2សម្រួល2មកអញ្ចឹងវាបាន1អញ្ចឹងសល់តែសេគុណ 3x ស្មើសេគុណ 3x បាត់ហ្នឹងមែនទេឃើញទេបើអញ្ចឹងយើងឃើញថាអង្គទី1អង្គទី2វាស្មើគ្នាអញ្ចឹងមានន័យថាសេអនុគម C ហ្នឹងវាផ្ទៀងផ្ទាត់សមីការហ្នឹងហើយមែនទេបាទវាផ្ទៀងផ្ទាត់ដោយសារយើងជំនួសតម្លៃនៃអនុគម C តម្លៃ derivative ទី1និងតម្លៃ derivative ចូលទៅក្នុងសមីការយើងឃើញថាផ្ទៀងផ្ទាត់បែបហ្នឹងណាផ្ទៀងផ្ទាត់មានន័យថាអង្គទី1ស្មើអង្គទី2ហ្នឹងឯងឃើញទេបាទវាផ្ទៀងផ្ទាត់បែបហ្នឹងកាលណាវាស្មើអញ្ចឹងយកទៅសមីការវាដូចជាអញ្ចឹងកាលណាយើងថ្លឹងស្មើអញ្ចឹងវាផ្ទៀងផ្ទាត់មែនទេវាពិតចឹងនិយាយអញ្ចឹងអញ្ចឹងមានន័យថាអនុគម C ហ្នឹងគឺជាបាទចម្លើយពិសេសនៃសមីការមែនទេបាទអញ្ចឹងគេអត់ឲ្យយើងរកចម្លើយពិសេសនៃសមីការដូចលំហាត់ទី1ដែលខ្ញុំធ្វើលំហាត់ទាំង4នៅក្នុងចំណុចទី1ខាងលើទេឃើញទេបាទអញ្ចឹងគេប្រាប់ហើយយើងគ្រាន់តែជំនួសចូលទេឃើញទេវាផ្ទុយគ្នាណាបាទផ្ទុយគ្នាខុសពីការរកហើយនិងការបង្ហាញឃើញទេបាទបងប្អូនយល់បានណាបាទអញ្ចឹងយើងទៅសំណួរបន្តទៀតបើគឺយើងស្រាវបញ្ជាក់ថា S ដក C ជាចម្លើយនៃសមីការព្រីមមែនទេបាទអញ្ចឹងយើងផ្ទៀងផ្ទាត់វាទៅទី1យើងដឹងថា S ហ្នឹងវាជាចម្លើយនៃសមីការបើ S ជាចម្លើយនៃសមីការអញ្ចឹង S ហ្នឹងត្រូវតែផ្ទៀងផ្ទាត់សមីការនេះមានន័យថា S សេកុងដក 3S ព្រីមបូក3លើ 5S ស្មើសេគុណ 3x ខ្ញុំតាំងតំណងមួយណាហើយមួយទៀតយើងដឹងថា C ហ្នឹងគឺជាចម្លើយនៃសមីការព្រីមអញ្ចឹងបើ C ជាចម្លើយបាទម្យ៉ាងទៀតយើងដឹងថា Z ហ្នឹងវាជាចម្លើយពិសេសនៃសមីការបាទ Z វាជាចម្លើយពិសេសនៃសមីការអញ្ចឹងបើ Z ជាចម្លើយពិសេសនៃសមីការអញ្ចឹងយើងដឹងថាអានុគម C ហ្នឹងត្រូវតែផ្ទៀងផ្ទាត់សមីការហ្នឹងដែរខ្ញុំតាមតំណង2ណាអញ្ចឹងយើងចង់បាន S ដក C អញ្ចឹងយើងទៅយកតំណង1មកដកតំណង2តែបើគេចង់បាន S បូក C បងអូនទៅយកតំណង1បូកតំណង2មកណាបាទមានលំហាត់ខ្លះបូកលំហាត់ខ្លះដកណាបាទអញ្ចឹងមកដកយើងបងអូនមើលទៅអាណាដកអាណាហើយបើបូកបងអូនយកមួយណាបូកមួយណាមកណាបាទអញ្ចឹងខ្ញុំយក1ដក2ណាបាទ1ដក2បាទនេះតំណង1ដកតំណង2មកបាទអញ្ចឹងកន្លែងនេះមេគុណវា3ដូចគ្នាខ្ញុំចាប់មេគុណដក3ដាក់ជាកតាមកអញ្ចឹងសល់ S' ដក C' មកមែនទេបាទកន្លែងនេះខ្ញុំចាប់មេគុណ5លើ2ជាកតាដែរអញ្ចឹងសល់ S ដក C ដែរអង្គទី2ដកអង្គទី2មកបាទ
អញ្ចឹងណាអង្គទី2ដល់អង្គទី2 e សេគុណ 3x ដល់ e សេគុណ 3x ស្មើ0មកដែរមែនទេ0អញ្ចឹងយើងដឹងថាអង្គទី2ស្មើ0គឺជាសមីការ e' នេះជាសមីការអូម៉ូសែនណាមិនអញ្ចឹងកន្លែងនេះ s សកុងដក c សកុងយើងអាចទៅសេថា s ដក c សកុងបានណាតកតងទៅនឹង derivative នៃកន្សងផលបូកផលដកយើងអាចសេចឹងបានបាទកន្លែងនេះដូចគ្នាដែរ s' ដក c' តកតង derivative នៃផលបូកផលដកយើងអាចសេថា s ដក c' បានណាបាទបូក5លើ2 s ដក c អញ្ចឹងយើងឃើញថា s ដក c សកុងដក3 s ដក c' បូក5លើ2 s ដក c ស្មើ0នេះវាផ្ទៀងផ្ទាត់សមីការផ្ទៀងផ្ទាត់សមីការ e' បាទវាផ្ទៀងផ្ទាត់សមីការ e' ហីបើវាផ្ទៀងផ្ទាត់សមីការ e' បែបនេះមានន័យថា s ដក c ហ្នឹងគឺជាចម្លើយនៃសមីការ e' ហើយណាបាទអញ្ចឹង s ដក c ជាចម្លើយនៃសមីការ e' ណាយើងឃើញហើយឃើញទេបាទអញ្ចឹងរបៀបបង្ហាញគឺបងអូនធ្វើបែបហ្នឹងណាបាទអញ្ចឹងបើសិនជាបងអូនមិនទាន់ច្បាស់នឹងទេច្បាស់ខ្ញុំបញ្យល់ទេបាទបងអូនអាចចាក់សារមើលឡើងវិញបាទបងអូនអាចចាក់សារមើលឡើងវិញទៅបងអូនយល់ហើយណាបាទអូខេអញ្ចឹងយើងទៅសំណួរបន្តទៀតបាទឲ្យយើងទាញរក s បាទនៃសមីការ ណាយើងទាញរក s នៃសមីការ ណាអញ្ចឹងទី1យើងមានអីគេណាយើងមាន y នេះ y ស្មើ a cos 1លើ 2x បូក 3 sin 1លើ 2x សេគុណ3លើ 2x ហ្នឹងបងអូនដឹងថា y នេះដែលខ្ញុំបង្ហាញហ្នឹងអាហ្នឹងគឺជាចម្លើយនៃសមីការណាណាបាទដែលយើងរកឃើញពីខាងលើមិញអានេះគឺជាចម្លើយទូទៅនៃសមីការ e' មែនទេបាទអញ្ចឹង y ស្មើ a cos 1លើ 2x បូក b sin 1លើ 2x សេគុណ3លើ 2x ហ្នឹងគឺជាចម្លើយទូទៅនៃសមីការអូម៉ូសែន e' ណាបាទហើយ sin x នេះគឺជាចម្លើយពិសេសនៃសមីការ ណាបាទអញ្ចឹងតាមរយៈសំណួរចុងក្រោយមិញយើងដឹងថា s ដក c គឺជាចម្លើយអីគេ s ដក c គឺជាចម្លើយនៃសមីការe' ណាបាទគឺជាចម្លើយនៃសមីការ e' អញ្ចឹងបើ s ដក c ជាចម្លើយនៃសមីការ e' ហើយ y នេះក៏ជាចម្លើយនៃសមីការ e' ដែរអញ្ចឹងយើងបាន s ដក c គឺស្មើ a cos 1លើ 2x បូក b sin 1លើ 2x សេគុណ3លើ 2x អញ្ចឹងបងអូនយល់បានទេបាទទី1យើងដឹងថា y នេះ y នេះបាទអានុគម y ហ្នឹងគឺជាចម្លើយទូទៅនៃសមីការ e' ហើយយើងបានបង្ហាញថា s ដក c នេះចុងក្រោយមិញនេះក៏ជាចម្លើយនៃសមីការ e' ដែរណាអញ្ចឹងមានន័យថា s ដក c ហើយនិង y ហ្នឹងគឺវាតែមួយឯងបាទអញ្ចឹងវាស្មើគ្នាបែបនេះមែនទេបាទអញ្ចឹងបងប្អូនអាចទាញរក s បានហើយបាទបងប្អូនទាញរក s បានហើយបោះដក c មកអង្គទី2មកបាទយើងបានបែបនេះមែនទេបាទអញ្ចឹងខ្ញុំដាក់ s និង x មកបាទដោយសារតែអានុគមយើងមាន x ជាអថេរណាជាអញ្ញត្តអូខេណាបាទបាទអញ្ចឹងអានុគមយើងមាន x ជាអថេរបាទជាស្រ័យមិនអញ្ញត្តទេបាទហើយបូក c នេះបូក c x ហើយ c x នេះយើងដឹងនេះជំនួសវាចូលមកបាទយើងបាន n x របស់យើងគឺស្មើបាទកសោមទាំងអស់ហ្នឹងបាទបូកជាមួយ2លើ5 សេគុណ 3x ណាអញ្ចឹងយើងរកឃើញ n x ហើយអញ្ចឹង n x នេះហើយគឺជាចម្លើយទូទៅនៃសមីការ នេះមែនទេបាទអញ្ចឹងយើងឆ្លើយប្រាប់គេមក n x ស្មើ a cos 1លើ 2x បូក b sin 1លើ 2x សេគុណ3លើ 2x បាទបូក2លើ5 សេគុណ 3x នេះគឺជាចម្លើយទូទៅនៃសមីការ ណាចប់បាត់ហើយឃើញទេបាទសិនជាបងអូនមើលមិនយល់ទេបាទបងអូនមើលម្ដងមិនយល់បងអូនមើល2ដងទៅមើល2ដងមិនយល់បងអូនមើល3ដងទៅការសិក្សាពឹងលើការព្យាយាមបើបងអូនមិនព្យាយាមសិក្សាស្វែងយល់បងអូនមិនយល់ណាបងអូនមិនចេះមិនចឹងណាបាទការសិក្សាគឺបែបហ្នឹងណាបាទឲ្យតែបងអូនប្រឹងតស៊ូព្យាយាមបងអូននឹងជោគជ័យក្នុងការសិក្សាណាបាទអូខេអញ្ចឹងយើងទៅចំណុចបន្ទាប់ទៀតបាទយើងចូលដល់លំហាត់ប្រតិបត្តិអញ្ចឹងលំហាត់ប្រតិបត្តិនេះក៏ជាផ្នែកមួយដែលបងអូនត្រូវព្យាយាមខិតខំដោះស្រាយដោយខ្លួនឯងដែរណាបើលំហាត់ណាដែលបងអូនដោះស្រាយមិនចេញទេបងអូនទៅមើលដំណោះស្រាយដែលខ្ញុំបានបង្ហាញនៅក្នុងលំហាត់គំរូទៅណាបាទបងអូនព្យាយាមមើលដំណោះស្រាយនៅក្នុងលំហាត់គំរូដែលខ្ញុំបង្ហាញឲ្យយល់ទៅបាទបងអូនអាចដោះស្រាយលំហាត់ប្រតិបត្តិហ្នឹងបានដោយខ្លួនឯងមិនចឹងទេបាទហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងច្រើនណាស់ដែលបងអូនបានចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ណាហើយលោកគ្រូសង្ឃឹមថាវីដេអូនេះជួយឲ្យបងអូនយល់ណាអឺបានថែមមួយកម្រិតទៀតទាក់ទងទៅនឹងសមីការ differential linear លំដាប់ទី2មេគុណ Taylor Olmosand ក្នុងករណីដែលអង្គទី2មានទម្រង់ជាដែល y របស់យើងហ្នឹងមានទម្រង់ស្មើនឹង mសេគុណ alpha x ណាអញ្ចឹងវាមាន3របៀបណាបាទបើសិនជាlambda អង lambda ដឺហ្នឹងវាមិនស្មើនឹង alpha ទេគឺយើងទៅតាំង y ស្មើការ សេគុណ alpha x ហ្នឹងមិនចឹងទេប៉ុន្តែបើសិនជា lambda អង lambda ដឺមានឫសណាមួយណាស្មើនឹង alpha អញ្ចឹងចម្លើយពិសេស y យើងទៅគុណ x ថែមទៀតគឺ y យើងគឺស្មើការ x សេគុណ alpha x មិនចឹងប៉ុន្តែបើសិនជា lambda អង lambda ដឺហ្នឹង
បើវាស្មើនឹង alpha ណាបើស្មើនឹង alpha យើងទៅតាំង y ពេស្មើការ x ការ៉េសេចគុណ alpha x ណាបាទអញ្ចឹងបងប្អូនដឹងហើយណាបាទហើយនេះជាលំហាត់ទី2បាទលំហាត់ដែលវាមានទម្រង់ក្នុងការចេញប្រឡងបាក់ឌុបយើងផងដែរណាបាទអូខេអញ្ចឹងបងប្អូនព្យាយាមដោះស្រាយណាបាទហើយជាចុងក្រោយលោកគ្រូជូនបងប្អូនជោគជ័យក្នុងការសិក្សាហើយនៅចុងឆ្នាំនេះប្រឡងជាប់បាក់ឌុបបាននិទ្ទេសល្អទាំងអស់គ្នាផងដែរអញ្ចឹងចាំជួបខ្ញុំនៅវីដេអូល្អៗថ្មីៗពេលក្រោយជាបន្តបន្ទាប់ទៀតណាបាទសូមអរគុណសូមជម្រាបលា